អ្នកនរគ្នាសម្រាប់អ្នកដែលគាត់ចូលចិត្តអាហារជប៉ុនដូចខ្ញុំថ្ងៃនេះគឺយើងបានមកញ៉ាំអូម៉ាកាសេនេះគឺនៅខាងស៊ូវ៉នហើយថ្ងៃនេះខ្ញុំបានមកញ៉ាំគ្នាចំនួន4នាក់មក4នាក់នេះសិតតែកំពូលមនុស្សហើយអូម៉ាកាសេនៅនេះពេល1ម៉ោងគេទទួលមនុស្សត្រឹមតែ10នាក់ទេហើយបើសិនជាយើងចង់មកញ៉ាំនៅនេះយើងត្រូវតែកក់ទុកមុនពេលដែលពួកខ្ញុំទៅញ៉ាំនេះពួកខ្ញុំក៏បានកំងសាកេថែមម្ដងដែរសាកេនេះជាប្រភេទស្រាសរបស់ជប៉ុនណាពេលដែលយើងញ៉ាំអូម៉ាកាសេគឺត្រូវខ្លាំងមែនតើនៅពេលដែលយើងញ៉ាំជាមួយសាកេហើយសាកេនៅនេះតម្លៃវាក៏គួរសមដែរម្ដងនេះតម្លៃរបស់វា45,000 វ៉ុនហើយនៅនេះវិញពេលដែលយើងមកញ៉ាំអូម៉ាកាសេនៅនេះម្នាក់គេតម្រូវឲ្យកំងជាប្រភេទភេសជ្ជៈមួយមុខអញ្ចឹងដូចសាកេម្ដងនេះសម្រាប់មនុស្ស2នាក់អញ្ចឹងបើយើងមក4នាក់គឺយើងត្រូវកំងថែមទៀតស្រាសាកេរបស់ជប៉ុននេះគឺអត់ពិបាកញ៉ាំដោយប្រភេទជីនរ៉ូទេហើយសាកេម្ដងធំនេះអ្នកខ្ញុំញ៉ាំគ្នាតែ3នាក់ទេហើយរសជាតិរបស់វាវិញមានអារម្មណ៍ថាដូចស្រាតប៉ែអាកុលរបស់វាក៏ខ្ពស់ដែរអ្នកគ្នា 14.5% បើនិយាយពីផឹកក៏ប៉ាកែបើនិយាយពីញ៉ាំក៏ប៉ាកែហើយអូម៉ាកាសេនៅនេះគឺឆ្ងាញ់ខ្លាំងសាច់ត្រីដែលយើងដាក់ចូលទៅក្នុងមាត់ហ្នឹងសឹងថាវាលាយហ្មងពេលដែលយើងដាក់ចូលទៅក្នុងមាត់វាស្រស់វាផ្អែមមែនតើហើយអីដែលកាន់តែសំខាន់គឺយើងញ៉ាំជាមួយនឹងស្រាហ្នឹងហ្មងហើយនេះគឺ my friend ខ្ញុំម្នាក់ទៀតនិយាយទៅគឺថាមក4នាក់ប៉ុន្តែម្នាក់ទៀតអត់តមកដល់ទេគាត់រៀងឡែតដោយសារស្ទះឡានខ្ញុំមិនដឹងថាខ្ញុំមកញ៉ាំអូម៉ាកាសេឬមួយក៏ខ្ញុំមកញ៉ាំសាកេនេះចាក់សាហាវខុសខើហ្មងចាអ្នកនរគ្នាមនុស្សវ័យប៉ុនពួកខ្ញុំនេះតតែយើងញ៉ាំស្រាបានយើងនិយាយគ្នាចូលហើយតាមពិតម្ហូបគេធ្វើមកដាក់បន្តរហូតខ្ញុំញ៉ាំខ្ញុំអត់សូវបានបង្ហាញប្រាប់ហើយដែលខ្ញុំកំពុងតែញ៉ាំនេះអានេះជាប្រភេទស្កាឡុបស្រស់គឺឆ្ងាញ់ខ្លាំងមែនតើបាត់ភ័ក្រខ្ញុំម្នាក់ហ្នឹងដោយសារតែគាត់អត់អាចញ៉ាំស្រាបានគាត់កំងជាប្រភេទទឹកក្រូចយកមកផឹកហើយខ្ញុំក៏សុំទឹកក្រូចរបស់គាត់មកលាយជាមួយនឹងសាកេខ្ញុំចង់ដឹងថាបើលាយគ្នាទៅរសជាតិវាបែបណាអញ្ចឹងណាតែបើលាយទៅបើក្លិនវាតំណងប៉ុន្តែពេលញ៉ាំទៅគឺអត់សូវឆ្ងាញ់ទេបើយើងញ៉ាំសាកេទៅទេឆ្ងាញ់ជាងហើយយើងនៅតែបន្តការញ៉ាំរហូតអូម៉ាកាសេនៅនេះចេញមកហូបមកគឺដូចជាមាន10មុខសេតដែលខ្ញុំកំងហ្នឹងតែឃើញមួយម៉ាត់អញ្ចឹងណាឆ្អែតសាហាវហ្មងយើងញ៉ាំមួយហើយមានឆាប់ចាំប្រាប់ថាហ្នឹងមិនឲ្យញ៉ាំរបៀបមិនឆ្ងាញ់អីឆ្ងាញ់អញ្ចឹងហើយយើងនិយាយលេងជាមួយពួកម៉ាក់យើងទៀតរត់តែសប្បាយមើលទៅគឺតំណងខ្លាំងមែនតើអ្នកគ្នាគេចំអិននៅមុខយើងហ្មងបើគេសួរថាអូម៉ាកាសេហើយនឹងឈប់ប៉ាប់វាខុសគ្នាត្រង់ណាវាខុសគ្នាត្រង់ថានៅនេះគេញ៉ាំគេមានកំណត់ចំនួនមនុស្សហើយគេចំអិនគេទទួលគេមានម៉ោងរបស់គេចំអិនគេប្រាប់គេបញ្យល់ប្រាប់យើងក្បោះក្បាយហ្មងបើឈប់ប៉ាប់អត់ទេគេដាក់ឲ្យយើងវិលញ៉ាំអញ្ចឹងរបៀបអញ្ចឹងវាមើលទៅវាធម្មតាតែអូម៉ាកាសេវាមានអារម្មណ៍រៀងពិសេសជាងអញ្ចឹងហើយអ្នកគ្នាទៅអង្គុយញ៉ាំម្នាក់ឯងក៏វាអត់សូវ enjoy ដែរនាំពួកម៉ាក់ទៅជាមួយផងព្រោះអូម៉ាកាសេនេះគេញ៉ាំបែបរៀង slow គេអត់ញ៉ាំលឿនទេហើយខ្ញុំកំពុងតែញ៉ាំនេះគេហៅថាប្រភេទប៉ៅហ៊ឺប៉ុន្តែនៅលើប៉ៅហ៊ឺនោះដូចជាគេដាក់ខួបកាឆ្ងាញ់ខ្លាំងមែនតើអ្នកគ្នាហើយអូម៉ាកាសេនេះគឺអត់មានឆ្ងាយទេនៅចិត្តស៊ូវ៉ុនយ៉កហ្នឹងឯងគាត់ថាបើអ្នកនរគ្នាតែញ៉ាំឆៅហ្មងគេអត់ទទួលទេអ្នកនរគ្នាត្រូវកក់មុនអញ្ចឹងវីដេអូតែញ៉ាំអូម៉ាកាសេរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនមែនតើសម្រាប់អ្នកដែលគាត់មើលវីដេអូខ្ញុំរហូតដល់ចប់សម្រាប់បងចង់កក់ពេទ្យអីអាចឆានមកបានណា